បាទសូមជម្រាបសួរបងប្អូនក្នុងបណ្ដាញសង្គម Facebook ទាំងអស់ជាទីរាប់អានហើយថ្ងៃនេះដែរចេញពីធ្វើការមកក៏ទំនេរបន្តិចណាហើយក៏សូមផ្ញើคลิปវីដេអូមួយនេះជូនទៅដល់ពួកអារមើលគុណមួយចំនួនណាហើយកាលលើកមុនខ្ញុំចេញคลิปវីដេអូមួយផ្ញើជូនទៅដល់ពួកណាបាត់ផ្សារមួយចំនួនដែលវាធ្វើឲ្យប្រទេសខ្មែរយើងណាអបអរកិត្តិយសយ៉ាងខ្លាំងដែលវាទៅធ្វើបាតកម្មនៅមុខអង្គការសហជីវជាតិធ្វើឲ្យខ្មែរយើងនិយាយទៅខ្មែរយើងកំពុងតែលើកកិត្តិយសលើសកលលោកតែពួកវាបែរជាធ្វើឲ្យខ្មែរយើងអាប់អន់ទៅវិញហើយឥឡូវនេះក៏សូមផ្ញើជូនคลิปវីដេអូមួយនេះជូនទៅដល់ពួកអារមើលគុណម្ដងពួកអារមើលគុណដែលវាតែងតែធ្លាប់ជេរប្រមាថណាព្រះមហាក្សត្រណាថ្នាក់ដឹកនាំរបស់យើងគឺសម្ដេចទាំង3ណាហើយក៏សូមបញ្ជាក់ត្រង់នេះបន្តិចថាគឺខ្ញុំផ្ញើវីដេអូនេះជូនចំពោះតែពួកដែលធ្លាប់ជេរប្រមាថថ្នាក់ដឹកនាំនិងព្រះមហាក្សត្រតែប៉ុណ្ណោះចំពោះបងប្អូនណាដែលគ្រាន់តែគ្រប់គ្រងណាគណៈបកប្រឆាំងឬក៏បោះឆ្នោតឲ្យគណៈបកណាក៏ដោយគឺអត់មានបានពាក់ព័ន្ធជាមួយនឹងคลิปវីដេអូមួយនេះទេពីព្រោះខ្ញុំជេរតែចំពោះអ្នកណាដែលធ្លាប់ជេរប្រមាថថ្នាក់ដឹកនាំនិងជេរប្រមាថព្រះមហាក្សត្រតែប៉ុណ្ណោះអូខេហើយហេតុអីក៏ខ្ញុំថាជេរពួកវាសិតតែពួករមើលគុណចង់សួរពួកទៅពួកវាថាចេះពួកអាថោកទាបអស់ហ្នឹងដែលវារៀនចេះដឹងណាមកដល់ពេលនេះនេះអាយុប្រហែលខ្ញុំនេះឬក៏អាយុបងខ្ញុំទៀតក៏មានដែរដែលវារៀនចេះដឹងណារហូតមកដល់ពេលនេះហើយវាអាចរស់ស៊ីណាមានលុយមានកាក់ទិញទូរស័ព្ទទំនើបប្រើហើយវាបែរជាបែរមកជេរគេសួរថាពួកអាថោកទាបអស់ហ្នឹងពេលវារៀនវាមានដើមងើយក្បាលវាឡើងទៅមើលខ្លោងទ្វារទេថាតើសាលារៀនដែលវារៀនកាលពីមុននោះអ្នកណាអ្នកបង្កើតឲ្យពួកវារៀនឲ្យបានចេះដឹងណាចង់សួរទៅពួកវាថាតើអ្នកណាដែលបង្កើតសាលារៀនណាឲ្យពួកអស់លោកឯងដែលជេរនោះណាអ្នកណាអ្នកបង្កើតមិនសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់នឹងបង្កើតហើយហ៊ានស្បត់ឲ្យងាប់ចោលម៉ែឬក៏បងប្អូនកូនចៅអស់លោកឯងថាលោកឯងអត់បានរៀនសាលារបស់សម្ដេចគាត់បង្កើតឲ្យកូនចៅកូនខ្មែររាប់លាននេះដែលបានរៀនណាមិនថាតែគេមិនថាទាំងខ្ញុំទេទាំងលោកឯងក៏ចឹងដែរតែបានរៀនសាលាអស់ហ្នឹងណាហើយមានតែងើយក្បាលមើលបើមើលឈ្មោះតែឃើញតែឈ្មោះគាត់ណាហេតុអីក៏ដល់ពេលលោកឯងមកដល់សប្តាហ៍ថ្ងៃនេះលោកឯងរៀនចេះដឹងហើយបែរជាបែរក្បាលណាទៅជឿគេសម្ដីគេហើយបែរជាមកជេរប្រមាថគាត់ទៅវិញណាយ៉ាងហោចណាស់ក៏គាត់បានបង្កើតសាលារៀនអាហ្នឹងខ្ញុំនិយាយតែពីសាលាណាខ្ញុំអត់និយាយពីផ្លូវខ្នងស្ពានអ្វីផ្សេងទេខ្ញុំនិយាយតែពីសាលាមួយមុខបានឥឡូវណាយ៉ាងហោចណាស់ក៏គាត់បានបង្កើតសាលាឲ្យកូនខ្មែររាប់លាននេះបានរៀនសូត្រចេះដឹងដោយតែក្បាលពួកអស់លោកឯងទៀតដែលបានជេរប្រមាថគាត់ណាហើយចឹងខ្ញុំជេរតែពួកអារមើលគុណនោះខុសទៅបើពួកលោកឯងខ្លាំងណាកុំរៀនសាលារបស់គាត់ណាឥឡូវនិយាយឲ្យត្រង់មកបើពួកលោកឯងជេរប្រមាថគាត់ណាឬក៏ស្អប់គាត់ខ្លាំងណាកូនលោកឯងកើតមកក្រោយឬក៏បងប្អូនអស់លោកឯងហ្នឹងមិនបាច់ឲ្យរៀនចូលសាលាគាត់ទេណានឹងស្អប់គាត់ណាសើតាគេយ៉ងសើអីណាមិនអីរដ្ឋនាយករដ្ឋមន្ត្រីអីណាផ្ដាច់ការឪឯងអីហើយបើចង់ឲ្យខំមានសាលាក្រុមក្រុមហើយខំលូនក្រុមស្លាកផ្លាកសញ្ញាដែលមានឈ្មោះគាត់ទៅអីហើយខំលូនដើរក្រុមនឹងទៅរៀនទៅអីហ្នឹងសួរឯងហើយឥឡូវហ្នឹងបើអាចខ្លាំងណាហើយប្រាប់បងប្អូនជាដូនស្តាឯងពូចម្បោឯងនឹងអស់ថាឲ្យតែសាលាមានឈ្មោះសម្ដេចឯងមិនបាច់ចូលរៀនទេពួកអាថោកទៀតដែលជេរគាត់ណាបើខ្លាំងណាមកអាថោកគេខំបង្កើតសាលាឲ្យរៀនចេះដឹងដើម្បីធ្វើជាសសរធ្វើជាកូនខ្មែរទៅថ្ងៃអនាគតចេះដឹងបានធ្វើជាកុលបុត្រខ្មែរជាសសរទ្រូងរបស់ជាតិបែរជាមកជេរប្រមាថគាត់ដែលគាត់ខិតខំបង្កើតណាសាលារៀនមិនតិចខ្នងណារាប់ម៉ឺនខ្នងនិយាយតែឥឡូវរាប់ម៉ឺនឯខ្នងណានៅក្នុងប្រទេសយើងទាំង24 25ខេត្តក្រុងហ្នឹងរាប់ម៉ឺនខ្នងឥឡូវហ្នឹងហើយសួរតែគាត់មានដែរប្រកាន់បកពួកអីហើយអ្នកគ្រប់ត្រនេះអញឲ្យរៀនសាលារៀនអញខំបង្កើតទេមានដែរនិយាយទេគាត់ខំបង្កើតដើម្បីកូនខ្មែរទាំងអស់រាប់លានអ្នកបានចូលរៀនសិក្សាបានចេះដឹង
តែពួកអាថោកទៀតឯងណាមួយចំនួនហ្នឹងណាបែរជាមើងងាយគាត់ណាបែរជាយករូបភាពគាត់យកមកកាត់តជារូបណានិយាយទៅរូបអាក្រក់ចង់និយាយតែគាត់ថាពួកឯងមានដៃយកខួបគិតទេឥឡូវពេលនេះបើឯងមិនចេះគិតអញប្រាប់ណានឹងឲ្យអារមើសគុណអញថាអារមើសគុណគឺអញ្ចឹងរៀនសាលាគាត់ដែលគិតខំបង្កើតឲ្យរៀនចេះដឹងបែរជាមកបែរក្បាលមកខំគាត់មកជេរគាត់នឹងឲ្យអារមើសគុណណាហើយស្ដាប់ហើយយកទៅគិតក្នុងខួរក្បាលពួកឯងទៅណាឲ្យចេះគិតថាពាក្យរមើសគុណគឺអញ្ចឹងឬនៅហើយគាត់ចង់ផ្ដាំទៀតថាខ្ញុំតបចំពោះតែបងប្អូនណានិយាយមកមានហេតុផលហើយណាបើចំពោះពួកខ្លួនប្រានជាមនុស្សតែខួរក្បាលជាសត្វណាខ្ញុំអត់តបទេហើយមិនបាច់មកឆាតមកជីចង់ប្រាប់ថាអត់ខ្វល់សំខាន់អូនចង់និយាយណានិយាយឲ្យអ្នកដតីឮមិននិយាយឲ្យពួកអាចឆ្កែអស់ឯងនឹងដឹងទេណាហើយជេទៅអត់ខ្វល់ពួកឯងជេតិចជាងអ្នកគ្រប់ត្រូលណាមក4 10អ្នកមិនអត់ជេស្គីបជាងមិញអញហើយចង់ប្រាប់ថាពួកអាសត្វអស់ឯងហ្នឹងវាចេះតែប៉ុណ្្នឹងជេហើយនឹងយកភាពគេកាត់តហ្នឹងក្រៅពីនិយាយហេតុផលបើអត់ចេះទេណាហើយលើคลิปវីដេអូមួយហ្នឹងផ្ញើជូនពួកឯងជាពិសេសណាពួកអារមើសគុណអស់ឯងហ្នឹងដែលសម័យយើងគេថាពួកអាកពើហ្នឹងហើយផ្ញើជូនហើយបញ្ជាក់ឲ្យច្បាស់មែនតើថាខ្ញុំនិយាយនេះសំដៅទៅលើពួកណាដែលធ្លាប់ជេរប្រមាថណាមើងងាយឬក៏យករូបភាពថ្នាក់ដឹកនាំរបស់យើងឬក៏យករូបភាពព្រះមហាក្សត្រយកមកមើងងាយជន់ឈ្លីណាតែប៉ុណ្ណោះចំពោះបងប្អូនដែលអត់បានធ្វើបែបនេះគឺអត់ពាក់ព័ន្ធទេណាទោះបីបងប្អូនមិនស្រឡាញ់គាត់ណាមិនបោះឆ្នោតឲ្យគាត់មិនគ្រប់គ្រងគាត់ក៏ហីចោះតែសូមមេត្តាកុំជេរប្រមាថគាត់យ៉ាងហោចណាស់ក៏គាត់បានខិតខំបង្កើតសាលារៀនរាប់ម៉ឺនខ្នងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរយើងរាប់លានអ្នកកូនខ្មែរយើងសម័យក្រោយនេះរាប់លានអ្នកបានចូលរៀនសិក្សាណាចេះដឹងដែរវាគ្រាន់បើជាងលោកសំរាំងស៊ីនិងលោកកឹមសុខាអាចកោនោះអត់ដែលធ្វើស្អីសោះណាអត់ដែលធ្វើអីសោះតែម្ដងបងប្អូនដែលមើលឃើញមានឈ្មោះសាលារៀនណាដែលមានឈ្មោះលោកសំរាំងស៊ីលោកកឹមសុខាធ្វើអត់ទេហើយចង់ផ្ដាំទៅពួកអាថោកទៀតអត់ថាពួកឯងខ្លាំងណាស់ចាំដេកចាំរៀនសាលាបោះមេឯងធ្វើទៅណាកុំឲ្យកូនចៅឯងកុំឲ្យពុញបោឯងទៅរៀនសាលាបោះសម្ដេចគាត់ខំផងធ្វើឬនៅពួកអាថោកប៉ុណ្ណឹងបានហើយក៏សុំទោសណាបងប្អូនទាំងអស់រៀងជ្រុលមាត់ទេព្រោះខឹងដែរមិនតាអីសង្ឃឹមតែបងប្អូននឹងយល់ពីសម្ដីរបស់ខ្ញុំពីពួកខ្ញុំអត់បានតាក់ទងទៅបងប្អូនដតេទេគឺនិយាយរួមគឺឆ្លើយតបចំពោះតាពួកអាកពើអស់ទាំងនោះតែប៉ុណ្ណោះអត់មានតាក់ទងដល់បងប្អូនអ្នកផ្សេងនេះណាអញ្ចឹងអូខេសូមជម្រាបលាប៉ុណ្ណេះចុះ